បាទថ្ងៃនេះគឺខ្ញុំចេញវីដេអូមួយទៀតបាទសម្រាប់បងដែលមានចន្ទីបាទចាស់ដើមហើយជួបបញ្ហាគៀងបាទគេថាគៀងត្រួយណាបាទកុំសម័យទៅដល់ផ្កាបាទឲ្យតែមានត្រួយសិនទៅក៏មិនមានផងអញ្ចឹងណាបាទអញ្ចឹងបាទកន្លែងនេះមួយខ្ញុំលើកទឹកចិត្តថាបងបាទកុំបារម្ភអីបាទប្រុសចន្ទីជាដំណាំមួយប្រកាន់រដូវវាបាទឥឡូវយើងមើលចន្ទីនេះបាទស្លឹកចាស់ទេបាទប៉ុន្តែនៅពេលដែលដល់ពេលវាបាទគឺចេញមកគេហៅថាត្រួយផ្កាតែម្ដងនេះឃើញទេបាទគឺត្រួយផ្កានេះបាទត្រួយផ្កាបាទមិនចាំបាច់លេងត្រួយច្រើនហើយចាំផ្កាអត់ទេបាទគឺត្រួយផ្កាតែម្ដងអញ្ចឹងណាបាទនេះបាទនឹងគឺជាក់ស្ដាយតែម្ដងនេះបាទអញ្ចឹងសំខាន់ឲ្យតែយើងបាញ់ដាច់ពពុះផ្សិតសិនបាទកុំឲ្យមានផ្សិតណាបាទនេះឃើញទេបាទស្លឹកចាស់ទេបាទប៉ុន្តែនេះឃើញទេបាទវាចេញបាទត្រួយផ្កាមកតែម្ដងនេះបាទអញ្ចឹងមើលស្លឹកទៅស្លឹកចាស់ទេបាទអញ្ចឹងខ្ញុំលើកទឹកចិត្តបងថាធ្វើម៉េចក៏ដោយបាទយើងបាញ់បាទព្យាបាលពពុះផ្សិតបាទអញ្ចឹងណាកុំឲ្យវារួមមុខនេះបាទរត់តែចេញខ្នៃមឿនចេញប្លុកមិនទឿនផងបានផងអញ្ចឹងណាបាទអញ្ចឹងយើងធ្វើម៉េចក៏ដោយបាញ់ឲ្យដាច់ផ្សិតសិនបាញ់ផ្សិតហើយគឺវាចាប់ដើមចេញមកហើយបាទគឺត្រួយផ្កាអញ្ចឹងណាបាទយើងបាញ់អកម៉ូនជំនួយត្រួយផ្កាទាំងម្ដងអញ្ចឹងណាបាទកន្លែងនេះគឺសំខាន់បាទនេះអ្នកមើលនេះឃើញទេបាទនេះចេញមកគឺប្រវៃនឹងប្រហែលជាមួយថ្នាំងដៃទេនេះបាទចេញមកត្រួយផ្កាតែម្ដងនេះបាទហើយបើសិនតែចេញត្រួយផ្កាហើយបោះលឿនទេតងផ្កាយើងបោះលោតមកលឿនទេអញ្ចឹងណាបាទអញ្ចឹងបងបាច់បារម្ភទេអញ្ចឹងសំខាន់គឺថែពពុះផ្សិតនឹងឲ្យបានអញ្ចឹងណាបាទខ្ញុំលើកទឹកចិត្តថាយើងបាញ់ឲ្យបានពពុះផ្សិតបាទនេះឃើញទេនេះស្លឹកចាស់ទេអញ្ចឹងណាបាទប៉ុន្តែវាចេញផ្កាមកតែម្ដងនេះត្រួយផ្កាមានន័យថាវាអមកជាមួយគ្នាអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះខ្ញុំចែកម្លេចប៉ុណ្ណឹងសិនអញ្ចឹងបងដែលមានចន្ទីមិនចង់ចេញត្រួយបាទកុំអស់សង្ឃឹមបាទយើងត្រូវតែបាញ់ថ្នាំបាទថែទាំបាទពពុះផ្សិតនឹងឲ្យបានបាទកម្ចាត់វាបានអញ្ចឹងណាបាទយើងធ្ងន់តិចទៅបាទកម្ចាត់ពពុះផ្សិតឲ្យបានហើយបន្តមកទៀតបាទបាញ់អកម៉ូនបាទជំនួយត្រួយផ្កាតែម្ដងអញ្ចឹងគឺអូខេហើយល្អហើយអញ្ចឹងណាបាទ